គេ22 គេហូគីមផៅនិងគេ telephone number 0 blur blur ចឹងមកវាគឺ start ដោយគេសញ្ញាដុល្លារនេះបន្ទាប់មកគឺអក្សរហ្នឹងត្រូវឲ្យគេត្រូវមានន័យថាពេលមានសញ្ញាដុល្លារហ្នឹងហើយគឺអាចជាអក្សរឬក៏ underscore ចឹងមកនេះខ្ញុំ comment file នឹងចោលខ្ញុំទៅបង្កើត file មួយតាក់ទង variable ហើយខ្ញុំ require វាចូលមកនេះគឺជា PHP rule អញ្ចឹងយើងអាចបង្កើតតាក់ទង variable របស់វាគឺ start ដោយគេសញ្ញាដុល្លារនេះបន្ទាប់មកគឺអក្សរហ្នឹងត្រូវឲ្យគេត្រូវមានន័យថាពេលមានសញ្ញាដុល្លារហ្នឹងហើយគឺអាចជាអក្សរឬក៏ underscore ចឹងមកហើយ variable គឺអត់អាចគេចាប់ផ្ដើមដោយលេខទេចឹងនៅក្នុង variable គឺអាចមាន contain alpha numeric ឬក៏ underscore ចឹងមកចឹងមានន័យយើងអាចបង្កើតឲ្យគេ a ដល់ z ឬក៏0ដល់9ឬក៏ underscore ចឹងមកសម្រាប់នៅក្នុង variable គឺយើងបានដឹងហើយតើតើពីមេរៀនមុនគឺមានន័យថា case sensitive ចឹងមានន័យថាដូចមេប័ណ្ណទាំងអស់បានវាមានតម្លៃស្មើគ្នាអញ្ចឹងតម្លៃមួយនេះហើយនឹងតម្លៃមួយនេះគឺគេថាគេតម្លៃពីរហ្នឹងគឺខុសគ្នាគេ22គេហូគីមផៅនិងគេ telephone number 0 blur blur ចឹងមកចឹងសម្រាប់នៅក្នុង PHP យើងអត់មានប្រកាសថៃទេបើសិនជាយើងប្រកាសអញ្ចេះមានន័យថា data type វាគឺជា number សម្រាប់ data type មួយនេះគឺជាអីគេstring ចឹងមកខ្ញុំដាក់គេ is single មកខ្ញុំដាក់ for ចឹងដើម្បីដឹងថាតើខ្ញុំនិយាយមកនឹងត្រូវខុសខ្ញុំទៅប្រើ method មួយទៅ print data type វាដាក់ var đam មកសម្រាប់ var đam គេខ្ញុំដាក់មួយនេះមកយក price គេមកទៀតគឺគេយក name ផ្លាច់នេះមកload មកចឹងយើងឃើញមានខាងស្ដាំដៃនេះគឺតាក់ទងឲ្យគេ bone ដោយសារតែកន្លែងនេះខ្ញុំភ្លេចចុះចឹងយើងឃើញកន្លែងនេះគឺ boolean អានេះគឺ integer អានេះគឺ string ចឹងក្នុងនេះគឺជាតម្លៃរបស់វាអានេះ string គឺមានប៉ុន្មានគឺ10តួចឹងមក